mà tô ô tô chỉរួមក្រៅពីម៉ាស៊ីនប្រអប់សាពីនសម្បុកអែពិតជាសំខាន់ជាបង្គំដែលធ្វើយកអស់លុយច្រើនជាកន្លែងដែលយើងធ្វើឲ្យខ្លាចពេលខ្លះបើកមួយឆាច់លុយកប៉ៅលីងដោយសារនឹងមានលាន់ខ្លាំងដោយសារតែវាខ្ទេចទាំងអស់មកកាត់មុខគឺឡោកអស់អាហ្នឹងមូលហេតុអីហ្នឹងអត់ដោយសារតែយើងដូរគ្រឿងហ្នឹងវាអត់មែនជាគ្រឿងសៀនគ្រឿងសៀនអត់ដូចគ្រឿងឡូទេគ្រឿងឡូជាទូទៅដូរម្ដងមកឈុតទាំងអស់អញ្ចឹងមកកញ្ចប់ធំអញ្ចឹងណាចាប៉ុន្តែពេលវាខូចវាខូចនោះទាំងអស់អញ្ចឹងហើយវាទៅទាំងអស់ដូចគ្នាវាមកជុំគ្នាវាទៅជុំគ្នាដោយឡែកបើគ្រឿងសៀនបើយើងរៀបគ្រឿងសៀនមកថាគ្រឿងសៀនមកសំណុំនេះក្នុងចំណោមចានឃ្លីនេះអានេះមាន5មាន5មុខបញ្ចូលគ្នាអានេះមួយមុខទៀត6មុខខាងនោះមាន6មុខតែរាយដល់ពេលតែវាមានបញ្ហាស្ទើរអីមួយវាអាចខូចទាំងអស់អញ្ចឹងវាអាចស្ទើរជាទូទៅស្ទើរជាប់តុឬក៏វាអាចស្ទើរខប់ឃ្លីតែគ្រឿងអស់នេះប្រើរាប់ឆ្នាំប៉ុន្តែអ្វីយើងត្រូវចាំបាច់មើលមុនគេគឺហ្វឺតនឹងហ្មងកាលណាបែកហ្វឺតវាប្រេងដូចខ្ញុំបញ្ជាក់ឡើងវិញបែកហ្វឺតមុខវាប្រេងម៉ាស៊ីនចេញខូចមិនគេខូចចាងវាយូរពេកខូចម៉ាស៊ីនបែកហ្វឺតក្រោយវាដំបូងគេខូចបញ្ហាដំបូងគេគឺខូចស្បែកបន្តមកទៀតវាយូរពេកលាន់ងើលំទល់លាន់ហើយយ៉ាងឆាយដែរនឹងអត់សូវស្ងាត់ល្អសោះណាយ៉ាងលាន់ដែរប៉ុន្តែលាន់ប៉ុណ្ណេះមានលក្ខខណ្ឌ2លក្ខខណ្ឌទី1គឺយើងប្រើអញ្ចឹងសិនប៉ុន្តែដូរប្រេងកលាយទៀងទាត់ឡើងវិញលក្ខខណ្ឌទី2ធ្វើងើតែម្ដងប៉ុន្តែបើយើងអត់ធ្វើទេយើងអាចប្រើបានប៉ុន្តែអត់ទាន់លាន់ខ្លាំងពេកទេអាចប្រើបានគាត់ថាពេលខ្លះយើងជិះលើផ្លូវស្ងាត់ឬជិះផ្លូវជាប់ទ្រូងផ្លូវវាមានអារម្មណ៍ថាវាលឺវើឬលឺងើក្នុងហ្នឹងណាលឺអត់លឺបងអូ